Xôm chun cài cồn muôn. Cao pi du lung na một hồi miên ta dây pi nẹ ruột nơi nông tô muối nơi nông prỉពួកគាត់ទាំងពីរនាក់ដើរបេះបោចបន្លែបង្ការវល្លិនិងឫសឈើផ្សេងនៅក្នុងព្រៃទៅលក់នៅឯផ្សារដើម្បីចិញ្ចឹមជីវិតរបស់ពួកគាត់តាយាយក៏បានចិញ្ចឹមមេមាន់មួយក្រោយមកមេមាន់នោះក៏បានកើតពងហើយបានញាស់ជាកូនមាន់តូចៗចំនួន7ក្បាលដ៏គួរឲ្យស្រឡាញ់មេមាន់និងកូនមាន់រស់នៅជាមួយនឹងតាយាយយ៉ាងមានសេចក្តីសុខនិងដឹងគុណចំពោះពួកគាត់ខ្លាំងណាស់ដែលខំចិញ្ចឹមពួកវាជារៀងរាល់ថ្ងៃមួយខណៈដែលមេមាន់កំពុងនាំកូនដើររកចំណីនៅឯមុខខ្ទមក៏មានឥន្ទ្រីមួយក្បាលហើរមកបំរុងឆាបយកកូនមាន់យកទៅស៊ីឃើញហើយមេមាន់ក៏ស្ទុះចូលទៅការពារកូនរបស់វាចំណែកឯតានិងយាយបានឮសំឡេងកូនមាន់ស្រែកចែកចចាចក៏រត់ចេញមកជួយដេញឥន្ទ្រីដែរហេតុការណ៍នេះបានធ្វើឲ្យមេមាន់រឹតតែស្រឡាញ់តាយាយខ្លាំងឡើងបន្ថែមទៀតថ្ងៃមួយមានព្រះសង្ឃមួយអង្គបាននិមន្តមកធ្វើធុដងហើយក៏ចៃដន្យមកឈប់សម្រាកនៅក្បែរខ្ទមតាយាយទាំងពីរតាយាយឃើញដូច្នោះមានភាពរីករាយខ្លាំងណាស់គិតចង់យកអាហារទៅប្រគេនព្រះសង្ឃតែមករកនៅក្នុងផ្ទះបាយមិនឃើញមានម្ហូបអីនៅសល់នោះឡើយយាយតាខ្លាចក្រែងមិនបានធ្វើបុណ្យណាមួយក៏បារម្ភពីព្រះសង្ឃដែលធ្វើធុដងនោះគ្មានអាហារឆាន់ផងទើបពិភាក្សាគ្នាថានឹងចង់សម្លាប់មេមាន់យកទៅធ្វើចង្ហាន់ប្រគេនលោកនៅទីនោះមេមាន់ដែលកំពុងតែរកចំណីនៅក្បែរនោះបានឮពីអ្វីដែលតានិងយាយពិភាក្សាគ្នារួចហើយទើបសម្រេចចិត្តលះបង់ជីវិតដើម្បីតបស្នងគុណបុណ្យដែលតានិងយាយខិតខំថែទាំថែរក្សាគេកន្លងមកវាបានហៅកូនទាំង7មកផ្ដែផ្ដាំឲ្យចេះស្រឡាញ់មើលថែទាំគ្នាទៅវិញទៅមកនិងចេះកតញ្ញូចំពោះតាយាយដែលខំចិញ្ចឹមកូនមាន់ទាំង7ក៏យំអោបលាមេជាលើកចុងក្រោយគួរឲ្យអាណិតព្រលឹមស្រាងស្អែកឡើងខណៈពេលដែលយាយតាកំពុងតែបង្កាត់ភ្លើងត្រៀមធ្វើម្ហូបនោះកូនមាន់ទាំង7ក៏បាននាំគ្នាលោតចូលទៅក្នុងភ្លើងស្លាប់តាមមេរបស់វាអស់ក្តីស្រឡាញ់ដែលកូនមាន់ទាំង7មានចំពោះមេវាគឺច្រើនលើសលប់ពួកវាមិនអាចរស់នៅដោយគ្មានមេរបស់វាបាននោះឡើយទេវតាដែលនៅលើមេឃបានដឹងពីភាពកតញ្ញូរបស់មេមាន់និងកូនមាន់ទើបទទួលកូនមាន់ទាំង7ទៅរស់នៅលើមេឃហើយក៏និមិត្តពួកវាឲ្យคล้ายទៅជាផ្កាយតូចនៅក្បែរគ្នាមួយកញ្ចុំដែលតមកពួកយើងនាំគ្នាហៅថាផ្កាយកូនមាន់រាល់ថ្ងៃនេះបើក្មេងៗក្រឡេកមើលទៅលើមេឃនឹងឃើញផ្កាយកូនមាន់ទាំង7ពណ៌បញ្ចេញពន្លឺភ្លឹបភ្លែតជាការដាស់តឿនឲ្យគ្រប់គ្នាត្រូវមានភាពកតញ្ញូនៅក្នុងខ្លួនជាប់ជានិច្ចនិងคล้ายខ្លួនទៅជាមនុស្សល្អសូមជូនរឿងកូនកណ្ដូបសេះមានកូនកណ្ដូបសេះក្បាលធំមួយឈ្មោះទីង
វារស់នៅលើវាលស្មៅពណ៌បៃតងខ្ចីទីងទីងតែងតែរត់លេងជាមួយមិត្តភ័ក្តិរបស់វានិងសត្វផ្សេងទៀតជារៀងរាល់ថ្ងៃថ្ងៃមួយភូមិរបស់ពួកគេប្រែទៅជាស្ងាត់សម្លេងរីករាយអ្នកភូមិជាច្រើនអ្នកមានជំងឺផ្សេងសត្វទាំងអស់កំពុងបារម្ភពីរឿងនេះតែទីងទីងមិនខ្វល់អ្វីឡើយវាគិតតែពីសប្បាយនឹងការរត់លេងព្រឹកមួយទីងទីងហើរទៅលេងជាមួយមិត្តភ័ក្តិវាដូចរាល់ដងតែពេលទៅដល់វាមិនបានឃើញសត្វទាំងនោះសោះវាខំស្វែងរកគ្រប់កន្លែងនៅតែរកមិនឃើញវាក៏ហើរទៅផ្ទះវិញទាំងអស់សង្ឃឹមនៅតាមផ្លូវវាឃើញចង្រិតកំពុងដាក់ថ្នាំឲ្យដំណាំឆាប់បានផ្លែរួចក៏បោះកំប៉ុងថ្នាំដែលនៅសល់ចូលទៅក្នុងទឹកក្បែរនោះជាច្រើនថ្ងៃក្រោយមកទីងទីងនៅតែខំស្វែងរកមិត្តរបស់គេរំពេចនោះវាបានជួបនឹងចង្រិតទីងទីងសួស្ដីសម្លាញ់តើឯងកើតអីនឹងចង្រិតឆ្លើយទាំងហៀទឹកមាត់ខ្ញុំកំពុងឈឺពោះផងឈឺក្បាលផងហើយចង់ក្អួតទៀតឥឡូវខ្ញុំទុនដៃទុនជើងដើរមិនចង់រួចទេទីងទីងប្រហែលជាឯងពលចំណីហើយតោះខ្ញុំនាំឯងទៅពេទ្យពួកគេបានដើរទៅដល់ប្រឡាយទឹកមួយតែមិនអាចឆ្លងបានឡើយពេលនោះទីងទីងបានយកមេឈើមកដាក់ធ្វើជាស្ពានហើយឲ្យចង្រិតដើរទៅមុខភ្លាមនោះចង្រិតបានរអិលជើងធ្លាក់រួចស្រែកជួយផងខ្ញុំធ្លាក់ចូលក្នុងទឹកឥឡូវហើយទីងទីងឃើញចង្រិតតោងឈើយល់ទៅយល់មកវាប្រុងទៅជួយចង្រិតស្រែកឈប់សិនកុំមកប្រយ័ត្នធ្លាក់ចូលទឹកទាំងអស់គ្នាចង្រិតបន្តទៀតថាឯងមើលណកសត្វកង្កែបនៅខាងក្រោមកំពុងហាមាត់ចាំត្របាក់យើងដោយខ្លាចចង្រិតធ្លាក់ទីងទីងបានរត់ទៅជួយស្រាប់តែមេឈើនោះបានធ្លាក់កណ្ដោបសេះនិងចង្រិតក៏ធ្លាក់ចូលប្រឡាយទឹកនោះទៅភ្លាមនោះកង្កែបបានលោតមកជិតពួកគេវាប្រុងនឹងត្របាក់ចង្រិតក៏លោតទៅអោបកទីងទីងជាប់ទីងទីងស្រែកឈប់សិនបងតើបងភ្លេចខ្ញុំហើយឬខ្ញុំទីងទីងជាមិត្តរបស់បងនោះអីកង្កែបគិតបន្តិចរួចនិយាយអូខ្ញុំនឹកឃើញហើយហេតុអ្វីបានជាឯងធ្លាក់ចូលមកប្រឡាយនេះទីងទីងតបដោយសារខ្ញុំជូនចង្រិតទៅពេទ្យព្រោះវាពុលចំណីកង្កែបឮដូចនោះក៏និយាយខ្ញុំសុំទៅផងឯងមើលណែស្បែករបស់ខ្ញុំកំពុងតែមានជំងឺមិនដឹងថាបណ្ដាលមកពីអ្វីទេចង្រិតឆ្លើយកាត់ប្រហែលដោយសារថ្នាំពុលដែលខ្ញុំចោលថ្ងៃមុនហើយទីងទីងមែនហើយឯងឈឺក៏ដោយសារថ្នាំនោះបងកង្កែបឈឺក៏ដោយសារទឹកកខ្វក់និងជាតិពុលនេះដែរតោះយើងទៅពេទ្យទាំងអស់គ្នាក្រោយពេលជាសះស្បើយពួកគេបានប្រាប់សត្វទាំងអស់ឲ្យឈប់ប្រើថ្នាំគីមីលើដំណាំពួកគេនាំគ្នាប្រមូលសម្រាមនិងកាក់សំណល់ពុលចេញពីទឹកឲ្យអស់ចាប់ពីពេលនោះមកភូមិរបស់ពួកគេលែងមានបញ្ហាតទៅទៀតហើយវងកង្កែបប្រឡែងគ្នាលេងយ៉ាងរីករាយនៅក្នុងទឹកចំណែកកណ្ដោបសេះក្បាលធំរត់លេងលើវាលស្មៅដ៏ស្រស់បំព្រងជាមួយមិត្តរបស់វា